បាទសួស្តីអ្នកទាំងអស់គ្នា大家好我们来上华语课តោះយើងមករៀនភាសាចិនទាំងអស់គ្នា华语课ណាភាសាចិន第18课មេរៀនទី18អំពីពីសុនគួយចើអ៊ីណាអញ្ចឹងអ្វីទៅណាជាពីសុនគួយចើពីសុនគំនូសអក្សរណាក្បួនច្បាប់ក្នុងការសរសេរណាគំនូសអក្សរចិនអញ្ចឹងទាំងអស់គ្នាបានរៀនជាមួយខ្ញុំនៅមេរៀនមុនមកហើយអំពីណាសឹងតាវណាសឹងតាវសូរស័ព្ទទាំង4ហើយនឹងឯទៀតណាហើយនឹង Pinyin គឺការប្រកបអក្សរអញ្ចឹងថ្ងៃនេះយើងមករៀនអំពីការសរសេរអក្សរម្ដងតោះមុននឹងចូលមកក្នុងមេរៀននេះខ្ញុំសូមបញ្ជាក់ណាកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចព្រោះសិស្សទាំងអស់តែងតែចូលចិត្តរៀនភាសាគេគិតថាភាសាគេនេះសំខាន់ណាស់អញ្ចឹងតាមការពិតទៅណាបំណងរបស់ខ្ញុំមុននឹងយើងរៀនភាសាគេឲ្យបានច្បាស់យើងត្រូវស្គាល់ណារៀនឲ្យច្បាស់អំពីភាសាខ្លួនឯងជាមុនសិនអញ្ចឹងក្បួនច្បាប់ក្នុងការសរសេរអក្សរចិននេះក៏ដូចជាក្បួនច្បាប់ក្នុងការសរសេរអក្សរខ្មែរយើងដែរអញ្ចឹងខ្ញុំសំណូមពរអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ណាអញ្ចឹងយើងមករក balance ណាយើងមករក balance តុល្យភាពនៃកឡោនយើងនៅពេលដែលយើងសរសេរណាចាប់ផ្ដើមសរសេរអក្សរអញ្ចឹងត្រូវរកកន្លែងណាជ្រុងកឡោនណាចំណុចកណ្ដាលតុល្យភាពឲ្យឃើញណាអញ្ចឹងយើងយកកន្លាសភៅយើងមកមើលមកអញ្ចឹងយើងសរសេរក្នុងកន្លាសភៅមួយឲ្យបានធំណាកុំសរសេរទូចសរសេរឲ្យបានធំដើម្បីយល់ពីគំនុះណាឧទាហរណ៍ខ្ញុំយកអក្សរវនេះមកដាក់ណាវណាអញ្ចឹងយើងទៅបែងចែកកន្លាសរសេរយ៉ាងម៉េចយើងយកមើលទាំងអស់គ្នានេះឃើញទេនេះឯងគេហៅថារក balance ដើម្បីសរសេរអក្សរឲ្យបានស្អាតដើម្បីសរសេរអក្សរឲ្យបានស្អាតយើងត្រូវរកណាជ្រុងណា balance ចំណុចកណ្ដាលរបស់កឡោនសភៅយើងហើយយើងចាប់ផ្ដើមណាសរសេរឃើញទេអញ្ចឹងនេះគឺការបែងចែកកឡោនអញ្ចឹងពួកយើងសុទ្ធតែជាសិស្សណាខ្ញុំគិតថាម្នាក់ណារៀនអក្សរគឺចង់ឲ្យបានសរសេរអក្សរឲ្យបានស្អាតណាពីព្រោះកាលណាដែលអក្សរយើងស្អាតយើងនឹងមានចិត្តចង់រៀនបើអក្សរយើងកក្រិចណាសួរថាយើងមានអារម្មណ៍បើកមើលសៀវភៅយើងដែរឬទេណាមើលអក្សរទី2គឺអក្សរអាយឃើញទេអញ្ចឹងកាលណាយើងសរសេរឲ្យបានក្នុងកឡោននឹងច្បាស់អញ្ចឹងមកអញ្ចឹងអក្សរយើងនឹងពេញជ្រុងល្អឃើញអ្នកទាំងអស់គ្នាមួយទៀតខ្ញុំយកអក្សរនីមកដាក់នីអ៊ីឃើញទេអូខេអញ្ចឹងយើងមកមើលគំនុះណាគំនុះនៅក្នុងណាការរៀនអក្សរចិនការសរសេរអក្សរចិនណាគឺដូចជាគូរូបអញ្ចឹងมันសំខាន់ទៅលើ Pinyin នោះទៀតទេពេលនេះណាអញ្ចឹងនៅពេលដែលយើងរៀនចាប់ផ្ដើមសរសេរអក្សរអញ្ចឹងអក្សរចិនគឺខុសពីអក្សរអង់គ្លេសអញ្ចឹងយើងរៀនអក្សរចិនគឺអក្សរមួយអត្ថន័យមួយអញ្ចឹងយើងត្រូវតែរៀនវាឲ្យចំណាំវាឲ្យបានច្បាស់ណានិងសរសេរវាឲ្យបានច្បាស់ពីព្រោះការដែលយើងយកទៅសរសេរមិនមែនសរសេរ Pinyin ទេអ្នកទាំងអស់គ្នា Pinyin គ្រាន់តែជាស្រៈជំនួយណាដើម្បីឲ្យយើងស្គាល់អក្សរនឹងទេណាអញ្ចឹងយើងមករៀននេះគឺរៀនអំពីណាការសរសេរអក្សរនិងការគិតចំណាំអក្សរឲ្យបានច្បាស់អញ្ចឹងការសរសេរអក្សរចិនដូចនឹងអក្សរខ្មែរយើងដែរទេណាអញ្ចឹងគឺពីលើចុះក្រោមច្បាប់របស់វាគឺពីលើចុះក្រោមណាពីលើចុះក្រោមឃើញទេពីលើចុះក្រោមអញ្ចឹងពីលើចុះក្រោមអញ្ចឹងយើងអត់គូពីក្រោមឡើងទៅលើទេណាយើងគូពីលើចុះក្រោមអញ្ចឹងដោយអក្សរកយើងដែរយើងមិនមែនគូពីក្រោមទៅលើទេណាអ្នកនរនេះគឺគូពីលើចុះក្រោមហើយពីឆ្វេងទៅស្ដាំឃើញទេ
ចឹងតនអ្នកទាំងអស់គ្នាពីលើចុះក្រោមពីឆ្វេងទៅស្ដាំចឹងម្ដងទៀតខ្ញុំបញ្ជាក់ទៀតណាអញ្ចឹងក្បួនច្បាប់ក្នុងការសរសេរអក្សរចិនជំហានដំបូងគឺត្រូវយល់ណាឲ្យច្បាស់ពីជំហានដំបូងនេះគឺពីលើចុះក្រោមណាពីលើចុះក្រោមពីឆ្វេងទៅស្ដាំណាអញ្ចឹងការសរសេរគឺអូសពីលើចុះក្រោមពីឆ្វេងទៅស្ដាំនេះជាច្បាប់អញ្ចឹងយើងមកចូលលក្ខខណ្ឌមួយទៀតនេះណាកាលណាគេមកទាត់ខ្វែងអញ្ចឹងយើងដាច់ខាតយើងទៅគូអ្វីជាចម្បងណាសំខាន់ដំបូងគឺគូពីលើចុះក្រោមណាពីលើចុះក្រោមបន្ទាប់មកបានយើងគូពីក្រោមទៅលើឃើញទេនេះពីក្រោមទៅលើឃើញទេម្ដងទៀតយើងគូពីលើចុះក្រោមមកសិនហើយបានយើងគូពីក្រោមឡើងទៅលើណាចឹងយើងឧទាហរណ៍អក្សរនេះមួយមកយើងមើលតើគេគូយ៉ាងម៉េចគំនូសគឺគូអញ្ចឹងណាឃើញទេយើងចុះពីលើចុះក្រោមណាពីលើចុះក្រោមណាឃើញទេពីឆ្វេងទៅស្ដាំទៅពីឆ្វេងទៅស្ដាំទៀតហើយពីលើចុះក្រោមពីឆ្វេងទៅស្ដាំឃើញទេពីលើចុះក្រោមពីឆ្វេងទៅស្ដាំណាបានយើងបិទវាណាពីលើចុះក្រោមទៀតឃើញទេអ្នកនរអញ្ចឹងយើងចេញបានអក្សរនេះមួយណាចឹងម្ដងទៀតពីលើចុះក្រោមឃើញទេពីលើចុះក្រោមពីលើចុះក្រោមពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំពីលើចុះក្រោមពីឆ្វេងទៅស្ដាំពីលើចុះក្រោមឃើញទេអ្នកនរគ្នាតោះយើងតទៀតយើងមកមើលអក្សរនេះម្ដងអញ្ចឹងកាលណាយើងឃើញអក្សរអញ្ចឹងណាអញ្ចឹងយើងទៅគូណាមុនណាមកមើលគំនូសទាំងអស់គ្នាយើងគូពីឆ្វេងទៅស្ដាំមុនណាផ្ដេកមុនហើយបានយើងគូគំនូសឈរមកក្រោមណាពីលើចុះមកក្រោមគួចមួយណាឃើញទេពីឆ្វេងទៅស្ដាំពីលើចុះក្រោមគួចមួយហើយបានយើងគូអាណានេះចូលលក្ខណៈពិសេសនេះគឺខ្វែងអញ្ចឹងខ្វែងគឺយើងគូពីក្រោមទៅលើឃើញទេជើពីក្រោមទៅលើឃើញទេអ្នកនរគ្នាហើយបន្តមកគឺពីឆ្វេងទៅស្ដាំទៀតហើយណាហើយពីលើចុះក្រោមគួចអញ្ចឹងតនេះអ្នកនរគ្នាយកមកមើលដល់ទៀតណាឃើញទេឥឡូវមើលរៀនគូមកអូខេតនេះអ្នកទាំងអស់គ្នាអូខេអញ្ចឹងមេរៀននេះយើងរៀនអត់ត្រឹមនឹង下次见យើងជួបគ្នានៅមេរៀនក្រោយទៀតបាទជម្រាបលាអរគុណ